ពេលក្មេងខ្ញុំធ្លាប់លេងលាក់ពួនជាមួយក្មេងស្រីផ្ទះជិតគ្នាខ្ញុំរាប់ដល់100ហើយដើររកគាត់រកមិនឃើញឪពុកម្ដាយគាត់ក៏ប្តឹងប៉ូលីសឆែកមើលពេញទាំងបរិវេណផ្ទះតែអត់ឃើញសោះក្រោយមកខ្ញុំក៏បានបដូរផ្ទះចេញឥឡូវព្រោះតែរឿងការងារទើបត្រឡប់មកវិញខ្ញុំបានឮសំឡេងមួយនៅក្នុងច្រកល្ហកចាស់ដែលគ្មានមនុស្សសងស្រីឲ្យលឿនឡើងខ្ញុំរាប់ដល់100ហើយទៅរកបងណានឹងជាសំឡេងពេលគាត់អាយុ6ឆ្នាំមិនប្រែប្រួលសំបីបន្តិចម៉ែឲ្យខ្ញុំនៅទីឃ្លីចាស់នឹងហើយទី1ខ្ញុំស្រឡាំងកាំងស្ងឹកក្នុងច្រកនឹងមានសំឡេងហ្វេហ្វីកូនោះទេនឹងម៉ែខ្ញុំស្រែកហៅពីម្ខាងទូរស័ព្ទទី2សំឡេងនោះស្រទន់ខ្លាំងណាស់ដូចជាចេញពីប្រហោងជញ្ជាំងតែខ្ញុំចាំបានច្បាស់15ឆ្នាំហើយទាំងសូរសំឡេងទាំងដង្ហើមនោះគឺដូចគ្នាបេះបិទនឹងក្នុងសុបិនខ្ញុំរាប់មិនអស់ដងម៉ែខ្ញុំនិយាយខ្សឹបថានាងកំពុងរាប់លេខខាងទូរស័ព្ទឆ្ងាត់ជ្រុងរួចមកម៉ែខ្ញុំក៏និយាយម៉ាត់ដែលខ្ញុំនឹកស្មានមិនដល់សោះកូនប្រញាប់ចេញពីទីនោះភ្លាមទៅចាំដល់គាត់រាប់ដល់100ឡើយហេតុអីម៉ែតាម៉ៃអត់នឹងទីឃ្លីចាស់នឹងខែក្រោយរុះរើហើយតាកូនទៅនឹងធ្វើអីក្រុមហ៊ុនឲ្យខ្ញុំមកវាស់វែងមុនពេលរុះរើឲ្យគេអ្នកផ្សេងទៅចុះស្អែកកូនត្រូវត្រឡប់មកវិញចងចាំសម្ដីម៉ែចុះរួចទូរស័ព្ទក៏ត្រូវកាត់ផ្ដាច់ខ្ញុំឈរនៅមាត់ច្រកទីឃ្លីចាស់ពន្លឺទូរស័ព្ទធ្វើឲ្យចុងម្រាមដៃខ្ញុំស្លេកាសំឡេងមិញច្បាស់ណាស់មិនមែនការភ័ន្តច្រឡំទេមិនមែនខ្យល់ទេគឺនាងអាយុ6ឆ្នាំគឺនិយាយឲ្យចំគឺជានាងអាយុ6ឆ្នាំក្នុងអនុស្សាវរីយ៍ខ្ញុំទី3ខ្ញុំបែរខ្នងរត់គេចជាបន្ទាន់រត់រហូតដល់ផ្លូវធំដែលមានអំពូលភ្លើងបំភ្លឺមានឡានបើកកាត់ទើបខ្ញុំឈប់សម្រាកក្នុងត្រចៀកគឺតែសំឡេងដង្ហើមខ្លួនឯងពេលឈរចាំឡានខ្ញុំក៏បែរក្រោយមើលមាត់ច្រកបន្តិចមានអ្នកណាទេតែខាងក្រោយខ្នងត្រចៀកស្រេអារម្មណ៍ដូចមានមនុស្សកំពុងលួចមើលពីទីងឹតបោះបង់មិនចោលសោះស្រាប់តែទូរស័ព្ទរត់ឡើងទៀតគឺលោកចាងជាសហការីតាហ្វេហ្វីមកដល់ហើយឬនៅសន្តាគារក្រុមការងារនៅខាងកើតទីរួមស្រុកខ្ញុំផ្ញើទីតាំងជូនដល់ហើយខ្ញុំខំប្រឹងធ្វើសំឡេងឲ្យធម្មតាវិញខ្ញុំទៅឥឡូវហ្នឹងតើសំឡេងកូនមិនក៏ចឹងទៅរត់ហាត់ប្រាណមកហោចាស់សោះប្រញាប់ដំណើររួចក៏កាត់ទូរស័ព្ទចោលខ្ញុំក៏ហៅតាក់ស៊ីទៅសន្តាគារអ្នកទទួលភ្ញៀវជាស្រីចំណាស់អាយុជាង50ឆ្នាំសក់អង្គុយតូចៗមើលអត្តសញ្ញាណប័ណ្ណខ្ញុំរួចងើបមុខសម្លឹងមើលខ្ញុំបន្តិចមែនទេតើកូនធ្លាប់នៅច្រកខាងលិចពីមុនមែនទេមែនហើយមីងធ្លាប់នៅទីនោះពេលក្មេងគាត់ក៏រុញសោបន្ទប់មកប៉ាពូកូនពីមុនធ្លាប់ហូបបាយជាមួយលោកចៅយើងនិយាយគ្នាលេងពូចៅរបស់អ្នកនៅរស់នៅទីនោះទេតើកូនចង់ទៅសួរសុខទុក្ខគាត់ទេពូចៅខ្ញុំចាំបុគ្គលម្នាក់នេះច្បាស់ណាស់ថត់ពេលញឹមភ្នែកស្រឡោជាបន្ទាត់ក្នុងហោប៉ៅតែងមានគ្រាប់ស្ករទឹកដោះគោជានិច្ចខ្ញុំក៏ទទួលកូនសោបន្ទប់មកថ្ងៃក្រោយចាំទៅចុះក៏បានដែរពូចៅប្រកាសជាចាំកូនបានគាត់ការចងចាំល្អណាស់ក្មេងៗក្នុងទីធ្លាគាត់សុទ្ធតែចាំច្បាស់ទាំងអស់ខ្ញុំស្រឡាំងកាំងបន្តិចមិនបានតបត់គាត់ក៏ងាកក្បាលចុះបើកមើលសៀវភៅចុះឈ្មោះខ្ញុំឡើងមកលើបិទសោបន្ទប់ទីម៉ាស់និងក្រណាត់បង្អួចអង្គុយលើគែមក្រៃចាប់ផ្ដើមរុករកអនុស្សាវរីយ៍15ឆ្នាំមុនខ្ញុំអាយុ7ឆ្នាំនាងអាយុ6ឆ្នាំពួកយើងលេងលាក់ពួននៅច្រកខាងលិចខ្ញុំជាអ្នករកគាត់ជាអ្នកលាក់ខ្លួនខ្ញុំរាប់ដល់100ហើយដើររកគាត់ដំបូងខ្ញុំស្មានថាគាត់លាក់ខ្លួនល្អក្រោយមករកមិនឃើញខ្ញុំភ័យពេករត់មកផ្ទះប្រាប់ម៉ែខ្ញុំឪពុកម្ដាយនាងដើររកពេញមួយយប់ថ្ងៃបន្ទាប់ក៏ប្តឹងប៉ូលីសឆែកពេញទាំងទីធ្លាផ្ទះតែគ្មានលទ្ធផលក្រោយមកខ្ញុំក៏ធ្វើការហើយចេញទៅម៉ែប្រាប់ថាបដូរការងារតែពេលនេះខ្ញុំគិតថាតើគាត់កំពុងលាក់ខ្លួនពីអីមែនទេទូរស័ព្ទរំញ័រមួយសារខ្លីមួយផ្ញើមកពីលេខមិនស្គាល់អត្ថបទមានត្រឹមតែលេខ17មួយប៉ុណ្ណោះខ្ញុំសម្លឹងមើលអេក្រង់មិនដាក់ភ្នែកគាត់រាប់ដល់17ហើយខ្ញុំក៏ទេទូរស័ព្ទត្រឡប់ទៅវិញមិនចូលសោះខ្ញុំផ្ញើសារទៅលោកចាំងថាស្អែកវាស់វែងតើអាចដូរមនុស្សផ្សេងមកបានទេលោកចាំងតបវិញភ្លាមមានរឿងអីហោមានការអីលហោខ្ញុំមិនសូវស្រួលខ្លួនទេលោកជាប្រធានគម្រោងនេះគីទិញបញ្ជាក់ច្បាស់ថាចង់ឲ្យកូនតាក់ទោផ្លាស់ប្ដូរមិនបានទេអត់ធ្មត់ពីថ្ងៃទៀតថ្ងៃពុធចប់ហើយថ្ងៃពុធនៅសល់3ថ្ងៃទៀតឯណោះខ្ញុំមិនដឹងថាគាត់រាប់ដល់100ត្រូវចំណាយពេលប៉ុន្មានទេខ្ញុំដេកលើគ្រែសម្លឹងមើលពីដានផ្ទះសន្តាគារនេះការពារសម្លេងអន់ណាស់នៅតាមសាលធ្ងន់ធ្ងរមានសម្លេងជើងដើររួចសម្លេងជើងក៏ឈប់នៅមុខទ្វារបន្ទប់ខ្ញុំទប់ដង្ហើមយ៉ាងជ្រៅក្រោមប្រឡោះទ្វារមានពន្លឺភ្លើងចាំងចូលមកនិងមានស្រមោលមួយខ្ញុំសម្លឹងស្រមោលនោះយូរណាស់ប្រឡោះទ្វារចង្អៀតពេកមើលឃើញតែរូបរាងបន្តិចបន្តួចប៉ុណ្ណោះបែងចែកមិនដាច់ថាជាមនុស្សចាស់ឬក្មេងទេបងស្រីឲ្យមានសម្លេងបន្លឺឡើងពីក្រៅទ្វារសម្លេងថ្នម23ជាន់បងត្រូវលាក់ខ្លួនឲ្យល្អណាស់សំឡេងនោះដូចបេះបិទនឹងសំឡេងក្នុងច្រកមិញទាំងសូរសំឡេងទាំងដង្ហើមដូចគ្នាខ្ញុំក្តាប់ភួយក្នុងដៃតឹងណែនមិនហ៊ានកម្រើកខ្លួនសោះប្រហែលជាខ្យល់ប្រហែលជាទូរទស្សន៍បន្ទប់ចិត្តខាងឬក៏ខួរក្បាលខ្ញុំខ្លួនឯងនេះទេដឹងខូចខាតដោយសារការឈឺចាប់15ឆ្នាំមកនេះគេមិនលក់ស្កប់ស្កល់ទេហោបានជាមុខស្លេកម្លេះលោកចាំងប្រគល់ទឹកសណ្ដែកមួយកែវជូនខ្ញុំពួកយើងឈរចាំភីគីទិញនៅមាត់ច្រកខាងលិចគេមិនលក់ព្រោះផ្លែកន្លែងហើយដឹងចេញក្រៅក្រុងចឹងស្រាប់ហើយខ្ញុំអត់បានតបត់អីទេស្រមោលយប់មិញឈោមុខទ្វារបន្ទប់ខ្ញុំយូរប៉ុណ្ណាខ្ញុំអត់ដឹងទេដឹងត្រឹមថាខ្ញុំមិនហ៊ានកម្រើកតតែភ្លឺស្វាងមកដល់ហើយលោកចាងក្រវីដៃហៅទៅមាត់ច្រកតែខ្ញុំបែរជាឈរត្រឹងគាំងបាត់ស្មារតីសំឡេងនោះជាស្អីឲ្យពិតប្រាកដទៅមនុស្សក្រៅទ្វារគឺជាអ្នកណាទៅទៀតបុរសវ័យកណ្ដាលពាក់អាវខ្នើយខ្លីពណ៌ប្រភេទដើរចូលមកមុខមូលធាត់បន្តិចពេលញឹមភ្នែកស្រឡោជាបន្ទាត់ធ្វើឲ្យខ្ញុំទាំងមូលឈរគាំងបាត់ស្មារតីពូចៅឲ្យហ្វេហ្វីមែនទេនឹង
គាត់ដើរយ៉ាងលឿនមករឹបដៃខ្ញុំយ៉ាងណែនបាតដៃគាត់ក្តៅអ៊ុនៗនឹងសាំចុះស៊ូធំលឹងហើយពូស្ទើរតែមិនស្គាល់ទៅហើយលោកចាស់ងាកមកមើលខ្ញុំពួកបងស្គាល់គ្នាអត់ចិត្តខាងចាស់គ្នាទេតើពេលក្មេងហ្វេៗធ្លាប់រត់លេងពេញទីធ្លានឹងតើពូជាអ្នកមើលថែគេតាំងពីតូចរហូតធំពូជើញឹមយ៉ាងមានសន្តានចិត្តល្អគាត់ជាអ្នកតំណាងខាងភីគីតេងពូជើជាប្រធានសហគមន៍ទទួលបន្ទុកសម្របសម្រួលរុះរើដើរទៅពូនឹងនាំពួកកូនចូលទៅមើលខាងក្នុងពូជើបែរខ្នងដើរចូលទៅក្នុងច្រកដើរនិយាយថាផ្ទះចាស់ៗទាំងនេះមានអាយុកាលយូរណាស់ហើយដល់ពេលត្រូវរុះរើហើយមនុស្សរស់នៅក៏សល់តិចតួចដែរខ្ញុំដើរតាមពីក្រោយដោយជំហានជើងធ្ងន់ធ្ងរស្រឡះពូជើខ្ញុំក៏សួរឡើងតើពូនៅរស់ទីនេះទៀតហ៎នៅតើរស់នៅជាង30ឆ្នាំហើយស្ដាយណាស់មិនចង់ចេញទេតែខែក្រោយចាំបាច់ត្រូវតែបដូរចេញហើយគ្រឿងចាក់មិនចាំមនុស្សទេណាខែក្រោយរុះរើខែក្រោយចាប់ផ្ដើមធ្វើតែម្ដងចុះគ្រូសានានវិញយ៉ាងម៉េចដែរជំហានជើងពូជើគាំងបន្តិចរួចក៏ដើរបន្តទៅមុខទៀតនានហកូននិយាយពីក្មេងស្រីផ្ទះត្រកូលលីវនឹងម្ចាស់សម្ដីគាត់និយាយធម្មតាផ្ទះគាត់បដូរចេញយូរហើយឪពុកម្ដាយគេលែងលេះគ្នាម៉ែគេហាក់ដូចជាទៅខាងត្បូងបាត់ចុះរកនានមិនឃើញរហូតមកហ៎អត់ទេក្មេងស្រីគួរឲ្យអាណិតណាស់ពេលនោះពួកយើងគ្រប់គ្នាពេញទីធ្លាសុទ្ធតែជួយរកគ្រប់ជ្រុងជ្រោយតែរកមិនឃើញតតែសោះគាត់ឈប់ដើររួចបែរមកសម្លឹងមើលមុខខ្ញុំទឹកមុខពោពេញដោយភាពកក់ក្ដៅស្រទន់ហ្វីតើកូនមានអារម្មណ៍ថាខុសជានិច្ចមែនទេខ្ញុំមិនបាននិយាយអីទេមិនមែនកំហុសកូនទេពេលនោះកូនអាយុប៉ុន្មានទៅក្មេងអាយុ7ឆ្នាំដឹងស្អីកើតគាត់ទេស្មាខ្ញុំតិចលេងអីហើយរឿងវាឡងផុតទៅហើយពេលដៃគាត់ដាក់ប៉ះលើស្មាខ្ញុំនឹងខ្ញុំស្រាប់តែធំក្លិនមួយប្រហើរក្លិនដុំប្រេងខ្យល់និងក្លិនផ្អែមស្រទន់គួរឲ្យខ្លាចគឺជាស្ករទឹកដោះគោពូជើក្នុងហោប៉ៅពូនៅមានដាក់ស្ករទឹកដោះគោទៀតគាត់ក៏ស្រឡាំងកាំងបន្តិចរួចក៏ញឹមឡើងធ្លាប់ទម្លាប់ហើយក្នុងទីធ្លានៅមានក្មេងៗរាប់រយនាក់ទៀតឃើញមុខខ្ញុំចេះតែទាស្ករគ្រាប់ហូបមកពូផ្ដល់ឲ្យមួយគ្រាប់ចុះគាត់យឺនមកមុខខ្ញុំមិនបាច់ទេពូជើក្រែងចិត្តម្លេះពួកយើងក៏បន្តដើរទៅមុខទៀតលោកចាំងដើរមកចិត្តហើយខ្សឹបប្រាប់ថាប្រធានជើម្នាក់នេះនិស្ស័យល្អណាស់តារាក់ទាក់ណាស់ខ្ញុំមិនបានតបត់អីទេការងារដំណើរការពេញមួយព្រឹកខ្ញុំកាន់ឧបករណ៍ដើរកាត់ផ្ទះចាស់ដើម្បីកត់ត្រាទិន្នន័យពេលដើរទៅដល់ផ្នែកខាងលិចជ្រៅបន្តិចខ្ញុំក៏ឃើញជញ្ជាំងម្ខាងមានគំនូរដីសរសេរជាស្នាដៃក្មេងគូវីកវេរតូចរូបក្មេងពីរនាក់កាន់ដៃគ្នាចងភ្ជាប់នៅក្បែរនោះមានសរសេរអក្សរដៃក្មេងក្រញេកក្រញុកបងស្រីឲ្យប្រញាប់អានណាខ្ញុំមកស្វែងរកបង្ហើយពណ៌សម្បុរភ្លឺចែងចាំងទោះជាទៅតែសរសេរថ្មីខ្ញុំក៏អង្គុយចុះមើលចុងម្រាមដៃប៉ះជញ្ជាំងម្សៅដេកជាប់ប្រឡាក់លើចុងម្រាមដៃហ្វេកូនកំពុងមើលស្អីនឹងលោកចាំងស្រែកសួរពីក្រោយគ្មានអីទេខ្ញុំងើបឈរឡើងជូតដៃបន្តិចអាហារថ្ងៃត្រង់រៀបចំដោយពូជើនៅហាងបាយតូចក្នុងស្រុកគាត់បញ្ជាម្ហូបពេញតូហ្វេមិនញ៉ាំទេដឹងពូចាំបានថាពេលក្មេងប៉ះម្ទេសបន្តិចក៏យំដែរគាត់ចាំច្បាស់ពេកហើយប្រធានជើការចងចាំល្អណាស់នោះពិតជាច្បាស់ណាស់ក្មេងក្នុងទីធ្លាពូស្រឡាញ់ទាំងអស់ប្រធានជើកន្លែងនេះរុះរើហើយសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មស្អីគេទីរួមស្រុកអភិវឌ្ឍលឿនទៅត្រូវការហេដ្ឋារចនាសម្ព័ន្ធចុះដេកចាក់ជ្រៅប៉ុណ្ណានឹងអានឹងជំនាញពួកកូនពូអត់ចេះទេពូជើញឹមងាកមកសម្លឹងមើលខ្ញុំមិនបានស៊ីហ្វីមិននិយាយរកសោះកំពុងគិតអីហ៎ពូជើខ្ញុំដាក់ចង្អេះចុះថ្ងៃដែលនានបាត់ខ្លួនតើពូនៅផ្ទះក្រោមទៅលោកចាំងទាត់ជើងខ្ញុំមួយជើងពូជើដកដង្ហើមធំនៅតើពូថែមទាំងជួយដាររកពេញមួយយប់ទៀតផងកូនភ្លេចហើយយប់នោះពូកាន់ពេលអគិសនីឆែកដេឡូតខាងក្រោយទីធ្លាផ្ទះគ្រប់ច្រកល្ហោពូចាំបានចុះមិនបានកូនសួររឿងនឹងធ្វើអីគាត់សម្លឹងមើលខ្ញុំដោយភ្នែកស្រទន់កក់ក្ដៅហ្វេឲ្យមិនដេចក៏កូនចេះតែដាក់ក្នុងចិត្តរឿងនឹងរហូតមកដល់ឥឡូវមានបន្តិចដែរកូនស្រីម្នាក់នេះគិតច្រើនពេកហើយមកញ៉ាំម្ហូបកុំគិតអីទៀតរសៀលបន្តវាស់វែងទៅទៀតពេលខ្ញុំដើរទៅដល់មុខផ្ទះចាស់របស់នាងក៏ឈប់ងាកមើលទ្វារមានកន្លេសសចេះច្រែស៊ីក្រហមឆ្អិនបង្អួចបិទបាំងដោយក្រដាសកាសែតមើលមិនឃើញខាងក្នុងខ្ញុំដើរវាងមកខាងចំហៀងផ្ទះមានច្រកតូចមួយពេលក្មេងពួកយើងតែងលេងលាក់ពួនក្នុងច្រកតូចបែបនេះឯងដើរបន្តិចមកក៏ឃើញមានវត្ថុអ្វីម្យ៉ាងលើដីកន្សៀបសក់ផ្លាស្ទិកពណ៌ក្រហមមួយចាស់ខ្លាំងទៅហើយតែខ្ញុំចាំបានច្បាស់នាងធ្លាប់ពាក់កន្សៀបសក់បែបហ្នឹងខ្ញុំក៏រើសវាឡើងលើកន្សៀបសក់មានប្រឡាក់ដីគាត់ប្រហែលដេកទីនេះ15ឆ្នាំឬក៏ទៅតែដាក់ទីនេះកាលពីម្សិលមិញនេះទេដឹងខ្ញុំក៏ដាក់កន្សៀបសក់ចូលក្នុងហោប៉ៅពេលដើរត្រឡប់ទៅសន្តាគារខ្ញុំទេទូរស័ព្ទទៅម៉ែឲ្យថ្ងៃដែលនាងបាត់ខ្លួនតើមានរឿងអីកើតឡើងពិតប្រាកដម៉ែប្រាប់ហើយថាកូនឯងលេងលាក់ពួនស្រាប់តែបាត់ខ្លួនទៅខ្ញុំថាតើម៉ែដឹងរឿងផ្សេងទៀតអត់ហេតុអីបានជាម៉ែប្រញាប់ប្រញាល់បដូរផ្ទះម្ល៉េះខាងទូរស័ព្ទស្ងាត់មាត់យូរណាស់កូនធ្វើការងាររួចហើយប្រញាប់ត្រឡប់មកវិញភ្លាមស៊ីហ្វីកូនស្ដាប់ម៉ែនិយាយណាសំឡេងម៉ែខ្ញុំទាបខ្លាំងណាស់ដូចជាខ្លាចគេលឺអញ្ចឹងរឿងខ្លះកូនមិនគួរដឹងស៊ូនាំទេមានន័យម៉េចតើម៉ែខ្លាចរឿងអីឲ្យពិតប្រាកដម៉ែអត់បានខ្លាចអីទេចុះហេតុអីពេលក្មេងកូនធ្លាប់និយាយពាក្យមួយម៉ាត់នាងមិនបានលាក់ខ្លួនទេគឺមានគេចាប់យកទៅពេលនោះកូនទើបអាយុ7ឆ្នាំសោះនិយាយពាក្យនឹងចប់ក៏គ្រុនក្តៅខ្លាំង3ថ្ងៃ3យប់ពេលជាសេសបាយកូនក៏ភ្លេចអស់រលីងគ្មានសល់ចុះខ្ញុំមានប្រាប់ទេថាគេត្រូវគេចាប់យកទៅណាម៉ែតើអ្នកណាជាអ្នកចាប់នាងទៅម៉ែលាក់បាំងកូនទៀតអីសំឡេងម៉ែខ្ញុំកំពុងញ័រទេគ្រូសាត្រកូលជើកូនចង្អុលមុខទីគ្រូសាជើរហូតម៉ែពូជើគឺជាអ្នកតំណាងភីគីទិញក្នុងគម្រោងនេះស្អីគេកូនត្រូវនៅឲ្យឆ្ងាយពីគាត់ទៅទេពេលនោះកូនគ្រុនក្តៅវង្វេងវង្វាន់ដេកលើគ្រែនិយាយស្ដីរវើវីមាត់ទន្ទិញមិនឈប់
ក្នុងហៅប៉ៅពូជើមានស្គរនិងមានកន្សៀបសក់នានាក្នុងជញ្ជាំងមានសម្លេងពេលនោះម៉ែស្មានថាកូនស្លន់ស្លោឈឺក្តៅវង្វេងតែយប់ឡើងគិតកាន់តែភ័យខ្លាចពាក្យគ្រប់ម៉ាត់ដែលកូននិយាយដូចមជោចាក់ទម្លុះបេះដូងម៉ែប៉ាកូនប្រញាប់ដកខ្លួនបំលោះបដូរការងាររត់គេពួកយើងមិនទាន់ភ្លឺផងប្រញាប់រៀបចំអីវ៉ាន់បដូរផ្ទះសូម្បីតែអ្នកជិតខាងក៏មិនហ៊ានលាដែរម៉ែស្មានថាចាក់ចេញពីទីកន្លែងនោះអាចបោះបង់គ្រប់យ៉ាងចោលមិននឹកស្មានថា15ឆ្នាំហើយក៏នៅតែគេចមិនផុតពីរឿងនេះដែរក្នុងជញ្ជាំងខ្លួនប្រានខ្ញុំរឹងស្កុះមួយរំពេចខ្យល់ត្រជាក់ស្រេងស្រូបចេញពីបាតជើងឡើងលើក្នុងខួរក្បាលឆ្លុះឡើងពេលពូជើដាក់ដៃលើស្មាខ្ញុំក្លិនស្ករទឹកដោះគោផ្អែមលីជាមួយក្លិនប្រេងខ្យល់ឈ្ងុយឈួលស៊ីហ្វីសន្យាជាមួយម៉ែអ៊ំនៅជាមួយគាត់តូម្នាក់ឯងឲ្យសោះចាស់សម័យកូនសន្យាបន្ទាប់ពីកាត់ទូរស័ព្ទរួចខ្ញុំក៏ផ្ញើសារព័ត៌មានលម្អិតទៅបងប៉ូលីសហើយដើរទៅម្នាក់ឯងដល់ផ្ទះចាស់នាននៅច្រកខាងលិចខ្ញុំដើរវៀងមកច្រកចំហៀងផ្ទះដោយពឹងផ្អែកលើពន្លឺពើទូរស័ព្ទស្ទាបអង្អែលជញ្ជាំងរាល់ពេលប៉ះម្ដងពោពេញដោយភាពញាប់ញ័រភ័យខ្លាចចុងក្រោយម្រាមដៃខ្ញុំក៏ប៉ះត្រូវផ្ទាំងយ៉ាត់រលុងមួយចន្លោះផ្ទាំងយ៉ាត់និងជញ្ជាំងមានប្រឡោះច្បាស់លាស់ខ្ញុំដកដង្ហើមធំប្រើកម្លាំងកាយរុញច្រានយ៉ាងខ្លាំងក្លិនមួយលីឡំប្រេងខ្យល់ក្លិនផ្សិតនិងក្លិនស្អុយរលួយត្រលាន់ចូលច្រមុះបងស្រីឲ្យរកខ្ញុំឃើញហើយសំឡេងស្គាល់ច្បាស់បន្លឺឡើងខ្ញុំរាប់លេខ100រាប់មិនអស់ដងទេរាប់រហូតដល់ខ្សក់កូនទើបបងមកដល់ខ្ញុំស្មានថាបងរកខ្ញុំមិនឃើញជារៀងរហូតទៅហើយខ្លួនប្រានខ្ញុំញ័រតាក់ខំថ្មិញដកផ្ទាំងអិតចេញកាន់តែច្រើនឡើងបន្ទប់ចង្អៀតមួយក៏លេចចេញរូបរាងឡើងខាងក្នុងមានស្រមោលក្មេងស្រីតូចម្នាក់ស្លៀកពាក់រ៉ូបតូចកាលពី15ឆ្នាំមុនគែមរ៉ូបនៅប្រឡាក់ដីដដែលគឺនានខ្ញុំអង្គុយចុះក្បែរជញ្ជាំងទឹកភ្នែកហូរធ្លាក់ចុះមកមិនឈប់ឈរគឺពូជើជាអ្នកលាក់ខ្ញុំទុកទីនេះឯងសំឡេងនានអំដោយទឹកភ្នែកស្អកកថ្ងៃដែលខ្ញុំលេងលាក់ពួនគាត់ថាគាត់ស្គាល់កន្លែងល្អបំផុតគ្មានអ្នកណាស្វែងរកឃើញទេថែមទាំងឲ្យស្ករទឹកដោះគោខ្ញុំហូបទៀតខ្ញុំក៏ដើរតាមគាត់មកទីនេះគាត់អោបខ្ញុំចូលមកក្នុងហើយប្រាប់ថាចាំបងស្រីរាប់ដល់100ចាំដោះលែងចេញទៅតែគាត់ក៏ហកខ្ញុំខ្លាចណាស់ចង់ត្រឡប់ផ្ទះវិញចង់រកបងស្រីចង់រកប៉ាម៉ែពេលនោះស្រាប់តែខាងក្រោយក្នុងសំឡេងជើងដើរធ្ងន់ធ្ងរយឺតតែមើងមាត់ខ្ញុំបែរខ្នងភ្លាមឃើញពូជើឈរនៅមាត់ច្រកតូចទឹកមុខរាក់ទាក់កាលពីថ្ងៃគឺបាត់បង់អស់គ្មានសល់ដានសោះដើរជំហានម្ដងមករកខ្ញុំមាត់និយាយថាហ្វេហ្វីកូនមិនក៏មិនស្ដាប់បង្គាប់ម្លេះរឿងខ្លះកូនមិនគួរដឹងទេគឺពូជាអ្នកលាក់នានទីនេះមែនទេពិតអត់នឹងខ្ញុំខំប្រឹងធ្វើស្ងប់ស្ងាត់សំណាងល្អដែលខ្ញុំបើកថតសម្លេងទូរស័ព្ទទុកជាមុនខ្ញុំសម្លឹងគាត់15ឆ្នាំមុនពូឆ្លៀតពេលពូយើងលាក់នានទីនេះហើយធ្វើពុតជួយអ្នកអតេរកគេសំបីតែនៅមុខខ្ញុំក៏ធ្វើពុតជាមនុស្សចិត្តល្អដែរពូជាមនុស្សកុហកពូជើក៏ស្រាប់តែផ្ទុះសំណើចឡើងក្មេងស្រីនឹងរញ៉េញ៉ៃពេកចេះតែមករកទាស្ករគ្រាប់ពីពូហូរាល់ថ្ងៃដើរតាមពីក្រោយពូជានិច្ចថ្ងៃនោះឪពុកម្ដាយគេឆ្លោះជាមួយពូធ្វើឲ្យពូខឹងខ្លាំងណាស់ពេលនោះឃើញគេលាក់ខ្លួនម្នាក់ឯងក៏គិតចង់ឲ្យគេស្ងាត់មាត់បន្តិចប្រសិនបើមិនមែនព្រោះម៉ែសេរឿងច្រើននាំកូនរត់បដូរផ្ទះយប់នោះទេពូលាក់កូនយូរហើយដែរកុំឲ្យកូនមកវិញបំផ្លាញការងារពូឥឡូវរុះរើហើយគេត្រូវតែចេញទៅកូនក៏គុំបំរុងដើរចេញពីទីនេះដែរគាត់ក៏លើកដំបងដែរស្ទុះលោតចូលមកប្រហារខ្ញុំយ៉ាងខូចខើខ្ញុំភ័យញ័រខ្លួនប្រានស្ទើរគាំងតែក្នុងរត់ចេញក្រៅច្រកភ្លាមរត់ផងស្រែកឡូឡាថាពូជើសម្លាប់មនុស្សហើយជួយផងអ្នកស្រុកទោះអ្នករស់នៅទីនេះតិចតួចតែសំឡេងខ្ញុំស្រែកលាន់នៅពេញយប់រត់ដល់មាត់ច្រកក៏ឃើញប៉ូលីសពីររូបកាន់ពិលអគ្គិសនីដើរមកពូជើឃើញស្ថានភាពមិនស្រួលតែក្នុងបំរុងរត់ចូលក្នុងច្រកវិញតែត្រូវអ្នកជិតខាងស្ទុះចាប់ក្របួយកោះដីជាប់តាមការស៊ើបអង្កេតនានត្រូវលាក់ទីនេះ15ឆ្នាំដោយសាររយៈពេលយូរពេកធ្វើឲ្យជញ្ជាំងទ្រុឌទ្រោពូជើការនោះដោយសាររឿងចិត្តខាងមានចំនួនយ៉ាងខ្លាំងជាមួយឪពុកម្ដាយនានទើបយកកំហឹងទៅដាក់លើក្មេងស្រីនានប៉ុន្មានឆ្នាំនេះធ្វើពុតជាគ្មានកំហុសចូលរួមសម្របសម្រួលរុះរើគឺដើម្បីឆ្លៀតពេលរុះរើបំបត្តិសាកសពនានចោលរៀបចំកិច្ចការគ្រប់យ៉ាងរួចរាល់គឺ3ថ្ងៃក្រោយមកដល់ច្រកខាងលិចម្ដងទៀតលើជញ្ជាំងសរសេរអក្សររុះរើពេញបន្ទាត់ខ្យល់បក់មកធូលីដេហាខ្ចាត់ខ្ចាយគ្មានសភាពដូចមុនទៀតឡើយខ្ញុំឈរក្បែរជញ្ជាំងផ្ទះចាស់នានដាក់កន្សៀបសក់ធ្នមនៅគល់ជញ្ជាំងនានឲ្យសុំទោសផងបងមកយឺតពេលហើយឥឡូវជនខើខូចត្រូវគេចាប់ខ្លួនហើយកូនអាចត្រឡប់ផ្ទះបានមិនបាច់លាក់ខ្លួនទៀតទេពេលនោះស្រាប់តែខ្ញុំបានឮសំឡេងក្មេងស្គាល់ច្បាស់ម្ដងទៀតលើកនេះបង្កប់ដោយភាពធូរស្រាលក្នុងចិត្តបងស្រីឲ្យលើកនេះខ្ញុំលាក់ខ្លួនល្អហើយបងមិនបាច់រកខ្ញុំទៀតទេខ្ញុំត្រូវត្រឡប់ផ្ទះវិញហើយខ្យល់អសាទបក់កាត់បន្តិចនាំយកក្លិនស្ករទឹកដោះគោសង្កត់លើបេះដូងខ្ញុំភាពខុសឆ្គងនឹងស្រមោលអនការ15ឆ្នាំទីបំផុតរលីបាត់បន្តិចម្ដងតាមការពិតដែលត្រូវបានបកអាក្រាត